សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី The New Voice of Ukraine ហើយសារព័ត៌មាននេះផងដែរគឺតាក់ទងទៅនឹងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ទើបតែបានធ្វើសេចក្តីថ្លែងការណ៍មួយថ្មីនេះហើយក៏បានចោទប្រកាន់ទៅប្រទេសរុស្ស៊ីគឺជាអ្នកលួចនៅបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកហើយលោក Donald Trump ក៏មានប្រតិកម្មជាមួយនឹងប្រទេសចិនផងដែរហើយតើនៅក្នុងសារព័ត៌មាននេះគឺនិយាយអំពីអ្វីខ្លះកុំភ្លេចតាមដានទាំងអស់គ្នាលោក Donald Trump បានចោទប្រកាន់ថារុស្ស៊ីបានលួចនៅបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសម្លេងរបស់សហរដ្ឋអាមេរិកបាទនេះជាមីស៊ីលដែលមានល្បឿនលឿនបំផុតលឿនជាងសម្លេងនឹងគឺឈ្មោះថា Hypersonic Missile លោក Donald Trump ក៏បានអះអាងថាសហរដ្ឋអាមេរិកបានបង្កើតកាំជ្រួចដែលលឿនជាងសម្លេងហើយថាត្រូវបានពួកសត្រូវលួចយកទៅបាទនេះគឺចោទប្រកាន់ទៅលើប្រទេសរុស្ស៊ីបាទដោយសាររុស្ស៊ីគឺមានប្រភេទនៃមីស៊ីលដែលលឿនជាងសម្លេងនឹងគឺជាច្រើនប្រភេទជាពិសេសទៅគឺថ្មីនេះគឺមានប្រទេសចិននឹងតែម្ដងទើបតែបានបង្ហាញនៅអាវុធដ៏ទំនើបរបស់ខ្លួនលោក Donald Trump បាននិយាយទៀតថាអ្នកដឹងទេយើងបានមានអ្នកលួចរបស់យើងគឺជាអ្នករចនាវាយើងបានមានអ្នកលួចវានៅក្នុងអំឡុងរដ្ឋបាលរបស់លោកអូបាម៉ាបាទឥឡូវនេះគឺគាត់ចោទប្រកាន់ឬក៏ទម្លាក់កំហុសមួយទៀតទៅលើប្រធានាធិបតីអូបាម៉ាដែលបានបញ្ចេញនៅការរចនាឬក៏ការបង្កើតនៅមីស៊ីលដែលលឿនជាងសម្លេងរបស់ខ្លួននឹងបានបង្ហាញដល់ពិភពលោកទើបបានជាប្រទេសរុស្ស៊ីនឹងអាចមានគំនិតឬក៏លួចយកនៅបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនោះនេះបើទៅតាមអ្វីដែលលោក Donald Trump គាត់មានគោលបំណងនៅក្នុងការនិយាយរបស់គាត់នោះនៅក្នុងសារព័ត៌មាននេះបានបន្តទៀតថាពួកគេបានឃើញវាតើអ្នកដឹងថានរណាជាអ្នកលួចវាទេជនជាតិរុស្ស៊ីគឺបានលួចវាហើយវានឹងមានអ្វីមួយកើតឡើងដ៏អាក្រក់បំផុតផងដែរអាវុធ Hypersonic ដែលឈានដល់ល្បឿនកំពូលវាមានល្បឿនលឿនជាងសម្លេងនឹងជាច្រើនដងហើយក៏បានបង្ហាញឲ្យឃើញអំពីការអភិវឌ្ឍដល់ប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកផងដែរហើយក៏ចំពេលដែលប្រទេសចិនបានបង្ហាញអំពីសមត្ថភាពនៅក្នុងការអភិវឌ្ឍនិងប្រើប្រាស់អាវុធបែបនេះនាពេលថ្មីទៀតផងហើយកាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2024ប្រទេសរុស្ស៊ីបានបង្ហាញអំពីសមត្ថភាពនៃកាំជ្រួចដែលមានល្បឿនលឿនជាងសម្លេងតាមសេចក្តីរាយការណ៍របស់ខ្លួនជាមួយនឹងការពិសោធន៍សាកល្បងមីស៊ីលប្លង់រយៈពេលចម្ងាយមធ្យមគឺជាមីស៊ីល Oresnik ឬក៏ IRBM ទៅលើទីក្រុង Dnipro របស់ប្រទេសអ៊ុយក្រែនមេដឹកនាំផ្ដាច់ការរុស្ស៊ីគឺលោក Vladimir Putin ក៏បានអះអាងថាមីស៊ីល Oresnik មានភាពស៊ាំទៅនឹងប្រព័ន្ធការពារមីស៊ីលផ្សេងៗគឺមានន័យថាកាំជ្រួចមីស៊ីលរបស់រុស្ស៊ីប្រភេទ Oresnik នេះគឺបានអះអាងថាគ្មានប្រព័ន្ធដែនអាកាសណាអាចនឹងចាប់នៅគ្រាប់មីស៊ីលដែលមានល្បឿនលឿនជាងសម្លេងរបស់ខ្លួននោះទេហើយរុស្ស៊ីគឺមានកាំជ្រួចល្បឿនលឿនជាងសម្លេងនឹងគឺជាច្រើនប្រភេទបាទនេះទាំងអស់នេះគឺជាប្រសាសន៍របស់ប្រធានាធិបតី Donald Trump ដែលគាត់បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃមុននេះហើយគាត់បានអះអាងថាប្រទេសរុស្ស៊ីគឺជាអ្នកលួចនៅបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក